សូមស្វាគមន៍គ្រប់គ្នាដែលមកចូលរួមថ្ងៃពិសេសរបស់ខ្ញុំនិងជើណានស៊ីនចេញអានខ្ញុំអាចជួបលោកទៀតទេបន្ថែម10ពិន្ទុថែម10ពិន្ទុទៀតអ្នកអាចត្រឡប់ទៅវិញបានហើយមកទីនេះធ្វើអីមិនក៏មិនស្លៀកពាក់ទៀតបងមកព្រោះមានរបស់ចង់ឲ្យអូនរបស់អីយប់នេះឲ្យមិនបានទេចាំបងពាក់ឲ្យអូនត្រូវពាក់វានៅយប់នេះបងចង់ឃើញនៅថ្ងៃរៀបការរបស់យើងបងចង់ឲ្យគ្រប់គ្នាឃើញថាបងស្រឡាញ់អូនប៉ុណ្ណាត្រៀមខ្លួនអ្នកដល់ពេលទៅវិញបានហើយកុំមួយយំអីអូនត្រូវតែញឹមតែអូនមិនអាចនៅទីនេះបានទៀតទេកុំនិយាយបែបនេះអីបងនឹងមិនឲ្យអ្នកណាយកអូនទៅទេមិនមែនទេអូនមិនមែនជាអ្នកនៅទីនេះទេអូនមកទីនេះព្រោះប្រព័ន្ធកំណត់ឲ្យអូនមកអូននៅពិភពផ្សេងអូននិយាយអីនឹងអ្នកដល់ពេលទៅវិញហើយត្រៀមខ្លួនប្រព័ន្ធ IPC កំពុងដំណើរការចេញអានអូនដល់ពេលទៅវិញហើយត្រូវរស់នៅឲ្យបានល្អញ៉ាំឲ្យទៀងទាត់កុំឈឺកុំស្លាប់ត្រូវចាំសម្ដីអូនអូនស្រឡាញ់ចៅចេញអានលោកដឹងខ្លួនហើយខ្ញុំនៅឯណាមានរឿងអីលោកញ៉ាំថ្នាំនេះទៅវ៉ាតើនេះក្រុមហ៊ុនយើងមានពិធីជប់លៀងមែនទេចុះខ្ញុំអាចទៅដែរបានទេពិធីជប់លៀងរបស់ក្រុមហ៊ុនបុគ្គលិកត្រូវទៅទាំងអស់មិនប្រកាន់វណ្ណៈឡើយពិតហើយហេតុអ្វីមិនពិតនោះជាសេចក្តីប្រកាសរបស់ក្រុមហ៊ុនអ្នកដែលចូលរួមតម្រូវឲ្យពាក់របាំងមុខអល្លងងមែនណានសេងការងារនាងត្រឹមជាអ្នកសម្អាតនាងចង់ចូលរួមមានលទ្ធភាពទិញរ៉ូបស្អាតពាក់ទេខ្ញុំគ្រាន់តែសួរលេងទេមើលងាយគ្នាច្បាស់ណាស់លោកទៅចូលរួមកម្មវិធីល្ងាចនេះទេទៅហើយយ៉ាងម៉េចលោកមិនគិតចង់នាំខ្ញុំទៅរើសឈុតទេមិនផ្អែមល្ហែមហើយនៅអត់ចិត្តថ្លើមទៀតខ្ញុំបានឲ្យគេរៀបចំរួចហើយបន្តិចទៀតអាចទៅយកបានហើយបែបនេះគួរសមបន្តិចខ្ញុំមិនដឹងទេថាលោកក៏ចូលចិត្តធ្វើបែបនេះដែរខ្ញុំធ្វើអ្វីគ្មានទេពិតមែនទេលោកអានសៀវភៅបញ្ញចាស់យូរហើយនៅមើលយកទៀតបានហើយឆាប់ទៅខ្ញុំត្រូវតែស្លៀករ៉ូបដូចនាងអ្នកនាងលោកប្រធានឲ្យអ្នកនាងទៅជួបគាត់កំពុងតែរងចាំអ្នកនាងនៅបន្ទប់ដាក់របស់ខ្ញុំមកដល់ហើយលោកណែណាឲ្យបើកទ្វារណានស៊ីងនាងនៅតែល្ងងដោយការនៅរៀនដែរបន្តិចទៀតបងប្រុសជើនឹងក្លាយជារបស់ខ្ញុំជាអ្នកក្រសោះក៏ចង់រៀនសាលាជាមួយយើងផងជាមនុស្សថ្នាក់ទាបហានៅពេលនេះដល់ពេលដែលត្រូវចាប់ដៃគូរាំហើយខ្ញុំចាំនាងយូរហើយមិនក៏យូរម្លេះបន្លំខ្លួនបែបនេះសប្បាយទេមិនក៏នាងស្លៀករ៉ូបដូចណានស៊ីងនាងយកណានស៊ីងទៅទុកឯណាបងប្រុសបងនិយាយអ្វីខ្ញុំមិនយល់ទេកុំឲ្យខ្ញុំដឹងថានាងធ្វើឲ្យសោះមិនចឹងទេកុំថាខ្ញុំអាក្រក់ឲ្យសោះនាងល្អជាងខ្ញុំប៉ុណ្ណាទៅនាងជាអ្នកក្រមិនសមនឹងបងទេខ្ញុំមានគ្រប់យ៉ាងហេតុអ្វីបងមិនខ្វល់ពីខ្ញុំដូចនាងផងនាងមិនស័ក្តិសមទេ
នាងមិនអីទេមានខ្ញុំនៅហើយគ្មានអ្នកណាធ្វើបាបនាងបានទេពេលនេះពិន្ទុរបស់អ្នកបន្ថែម80 សឹបខ្វះ20ពិន្ទុទៀតអ្នកអាចត្រឡប់ទៅវិញបានហើយបងប្អូនអាចឧបត្ថម្ភដល់ខ្ញុំបានសូមអរគុណ